សប្តាហ៍ទី5ថ្ងៃអង្គារអក្សរងយើងគួរអធិដ្ឋានច្រើនប៉ុន្តែមិនត្រូវឲ្យអ្នកដទៃដឹងថាយើងអធិដ្ឋានច្រើនប៉ុណ្ណាទេបើយើងអធិដ្ឋានរាល់ថ្ងៃដោយមិនប្រាប់អ្នកដទៃឬមិនឲ្យពួកគេដឹងនោះមានន័យថាយើងមានសុខភាពល្អយើងកំពុងចម្រើនធំអក្សរចប្រជារាស្ត្រនៃនគរត្រូវតែមានបទពិសោធន៍ខ្លះនៃសេចក្តីអធិដ្ឋាននៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងព្រះវរបិតាខាងឋានសួគ៌របស់ពួកគេដោយសម្ងាត់មានបទពិសោធន៍ខ្លះនៃការទទួលអំណរព្រះវរបិតាដោយសម្ងាត់និងទទួលបានការឆ្លើយតបខ្លះដោយសម្ងាត់ពីទ្រង់អក្សរឆគ្រប់ពេលដែលយើងតាំងបង្ហាញខ្លួនឯងក្នុងការប្រព្រឹត្តល្អយើងគ្មានសុខភាពល្អទេការតាំងបង្ហាញបែបនេះរារាំងដល់សេចក្តីចម្រើនធំក្នុងជីវិតរបស់យើងយ៉ាងខ្លាំងសចូលជីវិតមនុស្សរបស់យើងចូលចិត្តបង្ហាញឬបង្ហាញជាសាធារណៈប៉ុន្តែជីវិតរបស់ព្រះតែងតែលាក់កំបាំងមនុស្សមានពុតគឺជាអ្នកដែលមានការបង្ហាញឲ្យឃើញខាងក្រៅប៉ុន្តែគ្មានអ្វីនៅខាងក្នុងទេសឈរយើងមិនអាចអនុវត្តការដំណើរជីវិតលាក់កំបាំងដោយសម្ងាត់នៅក្នុងជីវិតធម្មជាតិរបស់យើងបានទេមានតែជីវិតរបស់ព្រះទេដែលអាចធ្វើទៅបានជាជីវិតដែលចូលចិត្តជាជីវិតដែលមិនចូលចិត្តក្នុងការបង្ហាញបើយើងយកចិត្តទុកដាក់ចំពោះការក្លាយជាប្រជារាស្ត្រនៃនគរយើងត្រូវតែរៀនរស់នៅដោយជីវិតលាក់កំបាំងរបស់ព្រះវរបិតានៃយើងសប្តាហ៍ទី5ថ្ងៃអង្គារការបម្រុងចិញ្ចឹមនៅពេលព្រឹកខព្រះគម្ពីរម៉ាថាយជំពូក6ខ1និងខ6ចូលប្រយ័ត្នកុំប្រព្រឹត្តអំពើសុចរិតរបស់ខ្លួននៅមុខមនុស្សដើម្បីឲ្យគេឃើញឡើយតែឯអ្នកកាលណាអធិដ្ឋាននោះត្រូវឲ្យចូលទៅក្នុងបន្ទប់ហើយបិទទ្វាររួចអធិដ្ឋានដល់ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅទីលាក់កំបាំងចោះនោះព្រះវរបិតានៃអ្នកដែលទតឃើញក្នុងទីលាក់កំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកការចម្រើនធំពិតប្រាកដក្នុងជីវិតគឺជាការកាត់ចោលខ្លួនឯងយើងគួរអធិដ្ឋានឲ្យច្រើនប៉ុន្តែមិនត្រូវឲ្យអ្នកដទៃដឹងថាយើងអធិដ្ឋានច្រើនប៉ុណ្ណានោះទេបែបនេះទើបមានសុខភាពល្អបើបងប្អូនអធិដ្ឋានរាល់ថ្ងៃដោយមិនប្រាប់អ្នកណាឬមិនឲ្យអ្នកណាដឹងថាបងប្អូនអធិដ្ឋាននោះមានន័យថាបងប្អូនមានសុខភាពល្អហើយបងប្អូនកំពុងចម្រើនធំប៉ុន្តែឧបមាថាបងប្អូនប្រាប់អ្នកដទៃជានិច្ចថាបងប្អូនអធិដ្ឋានច្រើនប៉ុណ្ណាបើបងប្អូនធ្វើបែបនេះបងប្អូននឹងមិនត្រឹមតែបាត់បង់រង្វាន់របស់បងប្អូនប៉ុណ្ណោះទេបងប្អូនថែមទាំងនឹងមិនចម្រើនធំក្នុងជីវិតនិងគ្មានសុខភាពល្អទៀតផងពួកយើងទាំងអស់គ្នាត្រូវតែទទួលស្គាល់ថាពួកយើងមានខ្លួនឯងដ៏មានល្បិចកលនិងសាច់ឈាមដ៏មានល្បិចកលនៅក្នុងយើងនៅពេលយើងអធិដ្ឋានក្នុងបន្ទប់តែម្នាក់ឯងយើងតែងតែចង់ឲ្យអ្នកដទៃឮយើងដូចគ្នានេះដែរយើងប្រព្រឹត្តសុចរិតដោយមានបំណងឲ្យអ្នកដទៃឃើញសកម្មភាពទាំងនោះបំណងប្រាថ្នានិងបំណងបែបនេះសុទ្ធតែមិនមែនជារឿងដែលមានសុខភាពល្អនោះទេប៉ុន្តែជាអ្វីដែលបង្ហាញថាយើងមិនចម្រើនធំក្នុងជីវិតបើបងប្អូនចង់ចម្រើនធំនិងមានសុខភាពល្អក្នុងជីវិតខាងវិញ្ញាណបងប្អូនត្រូវតែសម្លាប់ខ្លួនឯងនៅក្នុងការប្រព្រឹត្តសុចរិតមិនថាយើងប្រព្រឹត្តសុចរិតប្រភេទណាផ្ដល់ឲ្យវត្ថុសម្ភារៈដល់ពួកបរិសុទ្ធអធិដ្ឋានតមអាហារធ្វើអ្វីម្យ៉ាងដើម្បីឲ្យព្រះគាប់ព្រះទ័យយើងត្រូវតែព្យាយាមធ្វើអ្វីទាំងនេះនៅទីលាក់កំបាំងឲ្យអស់ពីសមត្ថភាពបើសកម្មភាពសុចរិតរបស់បងប្អូនស្ថិតក្នុងទីលាក់កំបាំង
បងប្អូនអាចធានាបានថាបងប្អូនកំពុងចម្រើនធំក្នុងជីវិតនិងមានសុខភាពល្អប៉ុន្តែរាល់ពេលដែលបងប្អូនតាំងបង្ហាញខ្លួនឯងនៅក្នុងសកម្មភាពសុចរិតរបស់បងប្អូនគ្មានសុខភាពល្អនោះទេការតាំងបង្ហាញខ្លួនបែបនេះនឹងរារាំងដល់ការចម្រើនធំក្នុងជីវិតរបស់បងប្អូនយ៉ាងខ្លាំងកំណានថ្ងៃនេះសកលលោកនេះបង្ហាញថាព្រះទ្រង់គឺលក្ខកំបាំងពួនអង្គព្រះទ្រង់គឺគង់ក្នុងទីលក្ខកំបាំងទោះបីជាព្រះអង្គបានធ្វើអ្វីៗយ៉ាងច្រើនរហូតក៏ដោយក៏មនុស្សមិនដឹងថាព្រះអង្គគឺជាអ្នកធ្វើនោះដែរពួកយើងអាចបានឃើញអ្វីៗដែលព្រះទ្រង់ធ្វើប៉ុន្តែគ្មាននរណាធ្លាប់បានឃើញទ្រង់ឡើយពីព្រោះព្រះអង្គពួនអង្គទ្រង់គង់នៅក្នុងទីលក្ខកំបាំងជានិច្ចជីវិតរបស់ព្រះមានសារធាតុដ៏លក្ខកំបាំងនិងសម្ងាត់បើយើងស្រឡាញ់អ្នកដទៃដោយជីវិតរបស់យើងផ្ទាល់ជីវិតនេះនឹងរកមធ្យោបាយបង្ហាញខ្លួនឯងនៅចំពោះមុខមនុស្សប៉ុន្តែបើយើងស្រឡាញ់អ្នកដទៃដោយសេចក្តីស្រឡាញ់របស់ព្រះសេចក្តីស្រឡាញ់នេះនឹងត្រូវលាក់ទុកជានិច្ចមនុស្សលាក់ពុតគឺជាអ្នកដែលបង្ហាញឲ្យឃើញនៅខាងក្រៅប៉ុន្តែគ្មានអ្វីនៅខាងក្នុងឡើយអ្វីៗទាំងអស់ដែលគាត់មានគឺគ្រាន់តែជាការបង្ហាញខាងក្រៅប៉ុណ្ណោះមានសកម្មភាពពិតខាងក្នុងឡើយនេះគឺជាអ្វីដែលផ្ទុយពីនិស្ស័យរបស់ព្រះនិងជីវិតដ៏លាក់កំបាំងរបស់ទ្រង់ទាំងស្រុងទោះបីជាព្រះមានអ្វីៗជាច្រើននៅក្នុងទ្រង់ក៏ដោយក៏មានត្រឹមតែបន្តិចប៉ុណ្ណោះដែលបង្ហាញចេញមកដែរបើយើងរស់នៅដោយជីវិតរបស់ព្រះទោះបីជាយើងអធិដ្ឋានច្រើនក៏ដោយក៏អ្នកដទៃនឹងមិនដឹងថាយើងបានអធិដ្ឋានច្រើនប៉ុណ្ណានោះដែរយើងអាចនឹងផ្ដល់ឲ្យច្រើនដើម្បីជួយអ្នកដទៃប៉ុន្តែគ្មាននរណាម្នាក់ដឹងថាយើងបានផ្ដល់ឲ្យប៉ុណ្ណោះនោះទេយើងអាចនឹងតមអាហារញឹកញាប់ប៉ុន្តែអ្នកដទៃក៏មិនដឹងរឿងនេះដែរនេះគឺជាលក្ខណៈរបស់ប្រជារាស្ត្រនៃនគរក្នុងការប្រព្រឹត្តសុចរិតរបស់គាត់នៅពេលដែលមនុស្សខាងលោកីបរិច្ចាគ$100គាត់នឹងផ្សព្វផ្សាយរហូតដល់ហាក់ដូចជាគាត់បានបរិច្ចាគច្រើនជាងនេះប៉ុន្តែនៅពេលដែលយើងជាគ្រីស្ទានផ្ដល់ឲ្យ$100វិធីដែលយើងឲ្យអ្នកដទៃដឹងគឺគ្រប់គ្រាន់ហើយដែលឲ្យគេដឹងថាយើងផ្ដល់ឲ្យត្រឹមតែ10 សេនប៉ុណ្ណោះយើងធ្វើច្រើនជាងអ្វីដែលអ្នកដទៃអាចមើលឃើញការផ្ដល់ឲ្យបែបនេះមិនមែនជាអ្វីដែលយើងអាចអនុវត្តបានក្នុងជីវិតធម្មជាតិរបស់យើងនោះទេមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានគឺស្ថិតនៅក្នុងជីវិតរបស់ព្រះជាជីវិតដែលមិនសូវបង្ហាញខ្លួននេះគឺជាចំណុចសំខាន់ក្នុងខនេះបើយើងយកចិត្តទុកដាក់ចំពោះការក្លាយជាប្រជារាស្ត្រនៃនគរយើងត្រូវតែរៀនរស់នៅដោយជីវិតដ៏លាក់កំបាំងរបស់ព្រះវរបិតានៃយើងមិនត្រូវរស់នៅដោយជីវិតធម្មជាតិរបស់យើងដែលមានទំនោរបង្ហាញខ្លួនឯងជានិច្ចនោះទេបើយើងរស់នៅដោយជីវិតដ៏លាក់កំបាំងរបស់ព្រះវរបិតានៃយើងនោះយើងនឹងធ្វើអ្វីៗជាច្រើនដោយមិនបង្ហាញអ្វីៗទាំងនោះឲ្យសាធារណជនឃើញឡើយអ្វីៗទាំងអស់ដែលយើងធ្វើនឹងស្ថិតនៅក្នុងទីលាក់កំបាំងសម្ងាត់ពីភ្នែកអ្នកដទៃជីវប្រវត្តិរបស់ពួកបរិសុទ្ធជាច្រើនបើកសម្ដែងថាអ្វីៗដែលពួកគេធ្វើសុទ្ធតែស្ថិតនៅក្នុងទីលាក់កំបាំងជាអ្វីដែលច្រើនតែគ្មាននរណាដឹងរហូតដល់គាត់ស្លាប់ទៅ
ទើបមានមនុស្សដឹង ការអធិដ្ឋានរបស់យើងគួរនៅក្នុងទីលាក់កំបាំង ប្រជារាស្ត្រនៃនគរត្រូវតែមានបទពិសោធន៍ខ្លះនៃសេចក្តីអធិដ្ឋាននៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ពួកគេ ទាក់ទងនឹងព្រះវរបិតាខាងឋានសួគ៌របស់ពួកគេដោយសម្ងាត់ មានបទពិសោធន៍ខ្លះនៃការទទួលអំណរព្រះវរបិតាដោយសម្ងាត់ និងទទួលបានការឆ្លើយតបខ្លះដោយសម្ងាត់ពីទ្រង់